បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបានមកប្រគល់ផ្ទះមួយនៅខាងស្រុកស្វាយទាបខេត្តស្វាយរៀងពុកម៉ែបងប្អូនផ្ទះនេះគឺនៅលើផ្លូវជាតិលេខ1តែម្ដងពុកម៉ែបងប្អូនចាំពុកម៉ែបងប្អូនដែលនៅម្ដុំស្វាយទាបស្រុកស្វាយទាបខេត្តស្វាយរៀងពុកម៉ែបងប្អូនដែលមានបំណងចង់សាងសង់ម៉ូដផ្ទះកពើ50ម៉ូដនេះពុកម៉ែបងប្អូនអាចមកមើលផ្ទះគំរូបានពុកម៉ែបងប្អូនបាទអញ្ចឹងពុកម៉ែបងប្អូនផ្ទះនេះទំហំរបស់វាទំហំ6បដោយ12ម៉ែត្រហើយយើងមានបន្ទប់គេង2យើងមានបន្ទប់ទឹក2មានចក្រានបាយមានទទួលភ្ញៀវមានរានហាខាងមុខបាទពុកម៉ែបងប្អូនសម្រាប់ការរៀបចំផ្ទះគឺដូចនៅក្នុងរូបភាពនេះពុកម៉ែបងប្អូនបាទតាំងពីអំពូលក្បាលអសមានអំពូលក្បាលអសអំពូលហើយស្លាបហក់ចេញនេះគឺយើងចាក់បេតុងណាពុកម៉ែបងប្អូនបាទហើយម៉ូដដបូលយើងលេងម៉ូដស្អាតបាទម៉ូដឆ្នាំ2025នេះគឺយើងលេងម៉ូដស្អាតមែនតើចឹងពុកម៉ែបងប្អូនបាទផ្ទះនេះគឺមានកញ្ចក់បត់ L ពុកម៉ែបងប្អូនបាទម៉ូដនៅខាងស្ដាំដៃជាប់ទ្វារធំនេះគឺយើងលេងជាកញ្ចក់បត់ L ផងដែរហើយទ្វារឈើសក្រំពុកម៉ែបងប្អូនទ្វារឈើល្អហើយសម្រាប់បន្ទប់ភ្ញៀវពុកម៉ែបងប្អូនគឺយើងមានទំហំរបស់វាគឺ3គុណនឹងតាមខ្ញុំចាំដូចជា8ម៉ែត្រពុកម៉ែបងប្អូនបាទហើយមានផ្ដល់ជូនដូចនៅក្នុងរូបភាពនេះមានអំពូលញាក់អំពូលចរណៃអំពូលជាប់ពីដានធំនេះផងដែរពុកម៉ែបងប្អូនហើយសម្រាប់បន្ទប់គេងទី1ពុកម៉ែបងប្អូនបន្ទប់គេងទី1គឺយើងរៀបចំបែបនេះឯងពុកម៉ែបងប្អូនហើយយើងដកតាសាឡុងចេញពុកម៉ែបងប្អូនសាឡុងហើយនឹងកង្ហាល់ពុកសាឡុងកង្ហាល់ពុកម៉ែបងប្អូននេះហើយសម្រាប់បន្ទប់ទឹកវិញពុកម៉ែបងប្អូនគឺយើងផ្ដល់ជូនដូចនៅក្នុងរូបភាពនេះឯងបាទហើយយើងរៀបដល់ពីដានតែម្ដងសម្រាប់ការ៉ូណាពុកម៉ែបងប្អូនបាទហើយបន្ទប់គេងទី2បាទពុកម៉ែបងប្អូននេះបន្ទប់គេងទី2ទំហំរបស់វាគឺ3x3ម៉ែត្រទំហំបន្ទប់ប៉ុណ្ណឹងគឺសមរម្យល្មមពុកម៉ែបងប្អូនកុំព្យាយាមយកបន្ទប់តូចជាងហ្នឹងបាទបន្ទប់3x3ហ្នឹងគឺសមរម្យយើងអាចដាក់ក្រែដាក់សាឡុងយើងអាចដាក់ទូតាំងខោអាវអីបានពុកម៉ែបងប្អូនតែវាតូចជាងហ្នឹងដាក់ទៅវាចង្អៀតបាទនេះបន្ទប់គេងទី3ដូចគ្នាដែរហើយសម្រាប់បន្ទប់ចក្រានបាយនេះពុកម៉ែបងប្អូនបាទចក្រានបាយគឺយើងរៀបចំដូចស្អាតដូចបន្ទប់គេងអញ្ចឹងពុកម៉ែបងប្អូនបាទមានរេដូមានអីដូចគ្នាពុកម៉ែបងប្អូនសម្រាប់បន្ទប់ទឹករួមនេះពុកម៉ែបងប្អូនរៀបការ៉ូរៀបដល់ពីដានដូចគ្នាសម្ភារៈផ្ដល់ជូនដូចនៅក្នុងរូបភាពពុកម៉ែបងប្អូនកំពុងតែទស្សនានេះពុកម៉ែបងប្អូនអញ្ចឹងពុកម៉ែបងប្អូនផ្ទះនេះទំហំរបស់វា6x12ហើយសម្រាប់បន្ទប់គេង3បន្ទប់ទឹក2ចក្រានបាយ1ទទួលភ្ញៀវ1រៀនហាខាងមួយសម្រាប់តម្លៃម៉ៅដាច់ពលកម្មទាំងសម្ភារៈម្ចាស់ចាំទៅកាន់សៅចូលនៅ